សេចក្តីណែនាំសម្រាប់ឪពុកម្ដាយនៅពេលកូនរបស់អ្នកត្រូវបានគេថែទាំព្យាបាលនៅអគារទារកទើបកំណើតឈឺ ANB មន្ទីរពេទ្យឈុនបុរីសេចក្តីណែនាំអំពីផ្នែកនានាទីតាំងអគារ Chelim Prekiti 80ភាសា5ថានវ៉ា2550អគារពេទ្យកុមារជាន់ទី3លេខទូរស័ព្ទទារកទើបកំណើតឈឺ1 ANB 1 038 9322231 2ទារកទើបកំណើតឈឺ2 ANB 2 038 9322225 7ការចូលមើលកូនឪពុកនិងម្ដាយអាចចូលមើលកូនបានរៀងរាល់ថ្ងៃក្នុង3ពេលដូចខាងក្រោមព្រឹកម៉ោង7ទៅម៉ោង8ថ្ងៃត្រង់ម៉ោង 12:00 ត្រេ15:00 ងាយម៉ោង 17:00 ត្រេ20:00 ចូលមើលបានតែឪពុកនិងម្ដាយប៉ុណ្ណោះដើម្បីគ្រប់គ្រងការរីករាលដាលជំងឺចូលមើលបានម្តងក្នុងមួយថ្ងៃរយៈពេលមិនលើស10នាទីក្នុងម្តងមុនចូលមើលត្រូវបានជ្រងជំរើសដោយវាស់សីតុណ្ហភាពសួរប្រវត្តិនិងត្រូវពាក់ខ្មាស់ផ្ទាល់ខ្លួនត្រូវលាងដៃជាមួយសាប៊ូនៅមុននិងក្រោយពេលចេញពីការចូលមើលទារកមិនអនុញ្ញាតឲ្យចូលមើលក្នុងករណីអ្នកជំងឺមានហានិភ័យដូចជាអ្នកជំងឺ COVID-19 អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយមួយក្នុងករណីដែលទារកកំពុងទទួលការជួយសង្គ្រោះជីវិតពេលចូលមើលអាចត្រូវបានពន្យាពេលហើយបុគ្គលិកនឹងជម្រាបជូនជាទៀងទាត់ 2. ការនាំទឹកដោះម្ដាយដែលបីពីផ្ទះមកផ្ញើជូនបុគ្គលិកទទួលនៅមុខអគារម៉ោង 12:00 ត្រេ13:00 តោងក្នុងមួយថ្ងៃ3អាចសួរព័ត៌មានអំពីទារកពេលចូលមើលឬតាមទូរស័ព្ទម៉ោង 13:00 ត្រេ20:00 តោងក្នុងមួយថ្ងៃលេខទូរស័ព្ទ ANB 1 ANB 2ទូលវូនសូមមិនថតរូបនិងមិនប្រើទូរស័ព្ទនៅក្នុងអគារព្រោះអាចរំខានដល់ការធ្វើការរបស់ឧបករណ៍វិទ្យាសាស្ត្ររឿងដែលគួរអនុវត្តនៅពេលចូលមើលកូនមួយតាក់ទងសុំចូលមើលកូននៅតូគីលីនមកបាត់ថាយិកាដោយរាយការណ៍ឈ្មោះកូតានាមរបស់ទារករៀងរាល់លើកប្រសិនបើមិនទាន់ចេញវិញ្ញាបនបត្រកំណើតសូមរាយការណ៍ឈ្មោះកូតានាមរបស់ម្ដាយដោយសារទារកអាចផ្លាស់ទីគ្រែដោយសាររោគសញ្ញា 2. ត្រូវលាងដៃមុននិងក្រោយប៉ះទារកហើយបើធ្វើការអង្រួនទារកត្រូវស្លៀកអាវឲ្យបានត្រឹមត្រូវតាមដែលមន្ទីរពេទ្យបានផ្តល់ជូនរៀងរាល់លើក 3. នៅពេលម្ដាយត្រៀមត្រឡប់ទៅផ្ទះត្រូវជម្រាបជូនបុគ្គលិកអគារទារកទើបកំណើតឈឺរៀងរាល់លើកដើម្បីទទួលបានសេចក្តីណែនាំនិងការណែនាំអំពីការបីបោទឹកដោះនិងនាំទឹកដោះមកផ្ញើការរៀបចំឯកសារនិងការចំណាយសម្រាប់ការថែទាំកូនឯកសារដែលពាក់ព័ន្ធនឹងការថែទាំកូននៅអគារទារកទើបកំណើតឈឺ 1. សៀវភៅកំណត់សញ្ញានិងលិខិតយល់ព្រមក្នុងការព្យាបាលកូនបន្ទាប់ពីគ្រូពេទ្យនិងគិលានុបដ្ឋាយិកាបានផ្តល់ព័ត៌មានរួចរាល់ឪពុកម្ដាយត្រូវអានឲ្យយល់ច្បាស់មុនចុះហត្ថលេខារៀងរាល់លើកឯកសារសម្រាប់ដាក់ពាក្យប្រើសិទ្ធិថ្លៃព្យាបាលមានដូចជា 1. ច្បាប់ចម្លងវិញ្ញាបនបត្រកំណើតរបស់ទារកចំនួន2ច្បាប់ 2. ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណរបស់ឪពុកឬម្ដាយចំនួន1ច្បាប់ 3. ច្បាប់ចម្លងលិខិតផ្ទោអាសយដ្ឋានចំនួន2ច្បាប់ 4. ឯកសារពីអគារទារកទើបកំណើតឈឺជំហានសម្រាប់ដាក់ពាក្យប្រើសិទ្ធិថ្លៃព្យាបាល1ទៅជូនការចេញវិញ្ញាបនបត្រកំណើតនៅមុខបន្ទប់សម្រាលកូនអគារជោឆ្លារ៉េតអនទី1 2ទំនាក់ទំនងជាមួយអគារទារកទើបកំណើតឈឺហើយយកឯកសារទាំងអស់ទៅជាន់ទី2អគារកុមារបន្ទប់លេខ1ដើម្បីបន្ទោឈ្មោះកូតានាមដែលបានរាយការណ៍កំណើតហើយយកឯកសារទៅបន្ទប់លេខ2ឬ3ដើម្បីពិនិត្យសិទ្ធិរងចាំឯកសារបញ្ចេញវិញ 3. យកឯកសារត្រឡប់មកផ្ដល់ឲ្យបុគ្គលិកនៅបន្ទប់អ្នកជំងឺទារកទើបកំណើតឈឺសូមកុំយកឯកសាររបស់មន្ទីរពេទ្យត្រឡប់ទៅផ្ទះបើមានបញ្ហាសូមទំនាក់ទំនងលេខ038 9322231 038 9322232